ជីវិតគ្រួសារវាប្រៀបបានជាមួយនឹងការដើរកាត់នៅវាលមួយដ៏ធំធេងអញ្ចឹងវាអាចជួបព្យុះវាអាចជួបភ្លៀងគ្រប់បែបយ៉ាងហើយក៏ពេលខ្លះហ្នឹងក៏ជួបរឿងកំសាន្តសប្បាយអញ្ចឹងទៅអញ្ចឹងយើងត្រូវធៀមខ្លួនជានិច្ចសម្រាប់គ្រួសាររបស់យើងពេលខ្លះគ្រួសាររបស់យើងសប្បាយសុខទុក្ខអញ្ចឹងទៅក៏ជួបរឿងអកុសលជួបរឿងទុក្ខលំបាកភ្លាមអញ្ចឹងទៅអញ្ចឹងហើយគេត្រូវឲ្យរៀនត្រៀមខ្លួនក្នុងការទប់ទល់រាល់បញ្ហាដែលកើតឡើងសម្រាប់គ្រួសារយើងមួយប្តីប្រពន្ធត្រូវចេះយោគយល់គ្នាគ្រប់កលៈទេសៈទាំងអស់មិនថាតែរឿងតូចរឿងធំរឿងបណ្ណាក៏ដោយត្រូវតែគិតថាជីវិតជាប្តីប្រពន្ធអ្នកដែលសំខាន់ជាងគេគឺប្តីប្រពន្ធយើងរឿងតូចរឿងធំមុំត្រូវយោគយល់គ្នាឲ្យអស់លទ្ធភាពដើម្បីសាងអនាគតគ្រួសារជាមួយគ្នាបើពុំនោះទេជីវិតគ្រួសាររបស់យើងពេលដែលយើងជួបព្យុះជួបភ្លៀងតិចតួចយើងដួលយើងអត់ចេះជួយគ្នាយើងអត់ចេះជ្រុំជ្រែងគ្នាយើងដួលហ្មងគ្រួសាររបស់យើងហ្នឹងត្រឡប់មកវិញមានន័យថាជីវិតគ្រួសារវាមិនងាយទេបងប្អូនជីវិតគ្រួសារគឺលំបាកអញ្ចឹងកាលណាយើងដើរលើផ្លូវមួយដ៏លំបាកអ្វីដែលសំខាន់គឺយើងត្រូវសាមគ្គីគ្នាទាំងផ្លូវកាយវិជ្ជាចិត្តរួមគ្នាក្នុងជីវិតប្តីប្រពន្ធនេះទើបយើងអាចឆ្លងផុតនៅវាលមួយដ៏លំបាកមួយនេះបានទាំងអស់គ្នាហើយនាំជីវិតជីវភាពគ្រួសាររបស់យើងនឹងទៅកាន់សុខភាពមង្គលបាន